ពិធីបវេទនាការនាថ្ងៃ2មករាឆ្នាំ2023năm cấp 3 2022-23នេះលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សវិទ្យាស្នេហាក្នុងឆ្នាំកន្លងទៅបានបន្តទុកនៅស្នាដៃនិងបទពិសោធន៍សម្រាប់មាននិទេសល្អបង្គា27នាក់ត្រី21បញ្ជុំ122នាក់ត្រី50ត្រី41ល្អបង្គា111នាក់ត្រី58ទេសបញ្ជុំ86នាក់ត្រី53តើ25នាក់ត្រី17ណាក់ទី12និទេសល្អ125នាក់ត្រី85អបអង្គួរក្នុងការរៀនសូត្រជាមួយគ្នានេះដែរសាលារៀនបានអប់រំជាប្រចាំនៅវិន័យវត្តជាផ្ទៃក្នុង7អំពីទឹកដៅឆ្នាំសិក្សាថ្មីរដ្ឋបាលបាននៃគណៈអភិបាលកិច្ចទុកទីក្រុងអូក្រុមលោកសិក្សាជាពុកលិទ្ធនេះខ្ញុំមានកិច្ចរួមការចូលរួមបានប្រកាសយ៉ាងល្អរវាងថ្នាក់ស្រុកថ្នាក់ភូមិហើយថ្នាក់សាលាត្រីតំណាងអង្គការរួមប្រទេសនិងតំណាងការិយាល័យអប់រំក្រៅប្រព័ន្ធទីក្រុងសូមគោរពមួយដែលជាតំណាងអង្គការរួមប្រទេសសូមរៀបការឲ្យនៃប្រទេសអប់រំខេត្តកំពង់លោកប្រៃគ្រូលោកយុវមេតាបៃតាអភិបាលកិច្ចបងប្អូនមួយទៅចូលតែនៅក្នុងពិធីបានប្រពៃណីការឆ្នាំ2022សម្រាប់បងប្អូនមួយបានចូលគ្រាសម្រាប់យ៉ាងអភិបាលចូលតែមានលំដាប់ទៅស្រុកលោកទៅសូមប្រាប់ឲ្យគុំព្រះទេរានុក្រៈគ្រប់អង្គជាទីសារៈសម្ដេច2023នៅទូទាំងប្រទេសជាតិកម្ពុជានៅថ្ងៃនេះខ្ញុំប្រកាសថាខ្ញុំសូមយកឱកាសនេះសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរឯកដីដែលបានពុះពៀឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការធានានៃការកំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នាពេលកន្លងនេះឆ្លងកាត់ដំណាក់កាលដ៏លំបាកប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់គ្នាពេលកន្លងការទីផ្សារការងារក្នុងយុគសម័យ Digital និងសេដ្ឋកិច្ច Digital និងប្រកបដោយជំនាញក្នុងសតវត្សទី21ជាពិសេសការអប់រំអានេះមកចេញមកនេះតែ5នាក់ដែលខ្ញុំកត់ទៅចេញមកចេញចាប់ខំទៅនៅរក្សាហេបណ្ណារីហៅហេលេនណាផុតសៀវហេសំរៈធារអូចាប់ដោនៅនឹងសិនណាខ្ញុំមិននៅនឹងសិននឹងគ្រូបដាក់5លឿនណាគ្រូសម្រាប់បែបដងមួយយឺតវាយឺតទេបាទហើយនឹងខ្ញុំវិទ្យុមកសិស្សានុសិស្សទទួលបានពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសំបីគ្នាភាពណាចាសូមប្រកាសរំសាយគណៈធិបតី